នេះសំណួររបស់ប្រសងខ្ញុំសូមឆ្លើយខ្លីៗទី1ក្នុងបរមត្ថធម៌លោកពោលថាកម្មមានផលរបស់កម្មមានអ្នកធ្វើកម្មមិនមានអ្នកទទួលផលរបស់កម្មមិនមានបងទីទៀតបងឡើងសួរហេតុអ្វីកម្មដូចគ្នាឲ្យផលខុសគ្នាឧទាហរណ៍ថាភិក្ខុនេះសំណួរបន្តទៀតអញ្ចឹងទាំងដល់តែយើងសិក្សាបរមត្ថធម៌បានយល់ហើយបើយើងមិនសិក្សាបរមត្ថធម៌ទេបញ្យល់អាចយល់ដែរតែយល់ជាលក្ខណៈគិតសម័យខ្លះជា concept ខ្លះក្នុងโลกនេះវាមានរបស់ពិតតែយើងមិនដែលសិក្សាយើងប្រើតែរបស់វោហារស័ព្ទខ្ញុំឧបមាថានេះយើងហៅថាកំប៉ុងទឹកឬក៏ដបទឹកមែនទេហើយនេះដបដែរប៉ុន្តែយើងមិនហៅដបទឹកក្តៅទេយើងហៅដបទឹកសុទ្ធហើនេះហៅកំប៉ុងកណាស់ជូតមាត់ចឹងទៅបាទហើយនេះហៅថាប៊ិចហើយនេះហៅថាស្គមសភៅហើយនេះហៅថាទូរស័ព្ទរបស់ទាំងអស់នេះដែលយើងកិនបញ្ចូលគ្នាយើងរាវរកធាតុរបស់វាអត់មានអីលើសពីដីទឹកភ្លើងខ្យល់ទេអារបស់ពិតណាអានឹងរបស់ពិតអញ្ចឹងយើងអាចនិយាយបានថាម៉េចយើងអាចនិយាយបានថាដបទឹកក្តៅមិនមានទេដបទឹកសុទ្ធមិនមានទេគេគ្រាន់តែសន្មតហៅប៉ុណ្ណោះមែនទេតែពេលយើងនិយាយជាភាសានិយាយយើងត្រូវតែនិយាយអញ្ចឹងអានេះដបទឹកសុទ្ធអានេះដបទឹកក្តៅអានេះកំប៉ុងទីស៊ូអានេះទូរស័ព្ទបើយើងមិននិយាយអញ្ចឹងនេះស្ដាប់គ្នាអត់បានទេមនុស្សម្សាលនេះឈ្មោះខុសគ្នាទាំងអស់មែនទេឈ្មោះខុសគ្នាទាំងអស់មុខមាត់ក៏ខុសគ្នាបន្តិចប៉ុន្តែទាំងអស់នេះបើគិតដោយធម៌អត់មានរាប់រយទេមានតែ5ទេរូបវេទនាសញ្ញាសង្ខារវិញ្ញាណមែនទេហ្នឹងហើយយើងកើតមកមានយកឈ្មោះមកទេមានយកឈ្មោះមកទេអត់ទេដូចឈ្មោះខ្ញុំពីក្មេងមិនមែនអញ្ចឹងទេឈ្មោះខ្ញុំឈ្មោះដោយសារបងខ្ញុំឈ្មោះសានសរុនខ្ញុំឈ្មោះសានសារីទេប៉ុន្តែឈឺខ្លាំងពេកគ្រូដាក់ឈ្មោះថាសានសក់ជាកាលនោះមានខមួយផងឲ្យវិជាតាមឈ្មោះហើយក្រោយមកទៀតមកបួសមកគ្រូដកខមួយជាចេញទៅនៅសល់សក់ជាទៅឃើញដូរឈ្មោះឡើងពី3ដងហើយប៉ុន្តែទោះជាដូរឈ្មោះប្រមាណ10ដងទៀតដកតែឈ្មោះចេញបុគ្គលនឹងនៅតែប៉ុណ្ណឹងមែនទេឧបមាមួយយ៉ាងទៀតយើងធ្វើរបស់ប្រើប្រាស់ពីដីឥដ្ឋធ្វើជាគោជារូបកបីធ្វើជារទេះធ្វើជាចានធ្វើជាឆ្នាំងធ្វើជារបស់ប្រើប្រាស់ផ្សេងតែបើយើងរកភាពពិតនៅក្នុងនឹងមានឆ្នាំងមានក្អមទេមានទេអត់មានទេក្អមគេដាក់ឈ្មោះឲ្យក្រោយបន្ទាប់ពីបដូររូបភាពបដិរូបវាហ្នឹងហៅបដិរូបវារបស់ដើមរបស់វាគឺដីឥដ្ឋនៅពេលដែលបដិរូបមានតែឆ្នៃវាមកទៅជារបស់នេះរបស់នោះអញ្ចឹងបើនិយាយដោយធាតុពិតយើងថាអត់មានឆ្នាំងអត់មានក្អមអត់មានអីទាំងអស់គឺមានតែដីឥដ្ឋអញ្ចឹងបានលោកថាកាលណាបើនិយាយដល់ការពិតហើយកម្មមានតែអ្នកធ្វើកម្មមិនមានទេផលរបស់កម្មមានអ្នកទទួលផលកម្មក៏មិនមានដែរនេះនិយាយទៅដល់សភាពពិតដូចយើងនិយាយដល់ដីឥដ្ឋចឹងនឹងដកឈ្មោះចេញដកគោដកកបីដកក្អមចេញវានៅសល់តែដីឥដ្ឋដូច្នោះដែរណាអានឹងគ្រាន់តែឲ្យជាឧទាហរណ៍ចឹងប៉ុន្តែតើយើងសិក្សាបន្ថែមនៅក្នុងសច្ចធម៌លោកចែកជា2ទី1ហៅថាបរមត្ថសច្ចៈហើយសច្ចៈមួយទៀតគឺបញ្ញត្តិទៅលើអបរមត្ថហ្នឹងហៅថាសម្មតិសច្ចៈណាបើស្មើនឹងអង់គ្លេសបរមត្ថសច្ចៈហៅថា ultimate truth ចឹង ultimate truth ហើយមួយទៀតបើជាសម្មតិនេះជា conventional truth ហ្នឹងហើយវាបញ្ញត្តិទៅលើបរមត្ថដែលមានស្រាប់ហ្នឹងឧទាហរណ៍ដូចខ្ញុំកំពុងនិយាយយើងនិយាយដោយសន្មតថាខ្ញុំកំពុងនិយាយសាមសជាកំពុងនិយាយតែបើយើងចូលទៅដល់បរមត្ថ
តួសំឡេងដែលចេញមកនេះសភាវៈពិតគឺជាសត្វរូបជាវិជ័យវិញ្ញាណជាសំឡេងដែលសំឡេងនោះវាកើតអំពីចិត្តជាសមុទ្រថាហើយតួសំឡេងនឹងឯងហៅថាចិត្តអច្ចរូបកើតពីចិត្តសំឡេងហ្នឹងកើតពីចិត្តហ្នឹងប៉ុន្តែបើយើងនិយាយបរមត្ថក្នុងភាសានិយាយយើងស្ដាប់គ្នាអត់បានទេសួរទៅណាទៅស្ដាប់សំឡេង